យើងចេះតែទៀមទាចង់ឲ្យអ្នកដទៃស្រឡាញ់យើងប៉ុន្តែទីបំផុតយើងត្រូវចោលគេវាអត់អាចនៅជាមួយគេដែរតើមើលយើងមិនចង់ឲ្យអ្នកដទៃបែកពីយើងអញ្ចឹងយើងហ៊ានធានាទេថាយើងមិនបែកពីគេដូច្នេះគឺអត់មានធានាបានទេទីបំផុតគឺមានតែខ្លួនយើងទេដែលរស់នៅជាមួយនឹងខ្លួនឯងរហូតហើយបើយើងរស់នៅជាមួយខ្លួនយើងជាមនុស្សអាក្រក់ជាមនុស្សពេលជាមនុស្សបាបតើយើងត្រូវរងសោកនាដកម្មក្រៃលែងប៉ុណ្ណាកម្មសកោមហេកម្មទាយាតោនេះសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនឯងនេះគ្មានសិទ្ធិទៀមទាអ្វីទៅតាមបំណងប្រាថ្នាទេមានតែបច្ចុប្បន្ននេះឯងដែលយើងរៀបចំឲ្យហើយសម្រាប់ខ្លួនយើងដើម្បីភាពរុងរឿងអនាគតភ្លឺស្វាងដូចជាព្រះអាទិត្យដែលរះនៅក្នុងបេះដូងរបស់យើងហើយនឹងបានឃើញផ្លូវគឺអរិយមគ្គនឹងឯងអញ្ចឹងសូមពុទ្ធបរិស័ទទាំងប្រុសទាំងអស់មានស្មារតីរីករាយស្រស់ស្រាយក្នុងការដែលយើងស្រឡាញ់ខ្លួនយើងនេះឯងគឺក្នុងការដែលយើងស្វែងរកទីពឹងដល់តែយើងបានទីពឹងខ្លួនឯងហើយក៏ឈ្មោះថាបានរក្សាដល់អ្នកដទៃផងដែរអ្នកដែលបំពេញទៅដោយកុសលធម៌ដែលជាទីពឹងនេះណាចឹងគឺប្រព្រឹត្តទៅដោយប្រយោជន៍ទាំងពីរគឺប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃទាំងសូមអនុមោទនា